នៅក្នុងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញបងប្អូនបើសិនជាបងប្អូនយើងប្រើប្រាស់ MacBook 1 iPhone 1ហើយ iPad 1ក៏ថាបានដែរអញ្ចឹងណាដំបូងគេបងប្អូនយើងត្រូវតែធ្វើការ update macOS របស់យើងសិនតាមពិត macOS ហ្នឹងគឺថាដូច iPhone អញ្ចឹងបងប្អូនយើងបើអញ្ចឹង setting វាហ្នឹងគឺដូចគ្នាទៅនឹង iOS អញ្ចឹងបងប្អូនយើងចូល setting មកចូល general មកអញ្ចឹងណាបាទអញ្ចឹងបងប្អូនយើងឆែកមើល software update ហើយ icon layout ហ្នឹងគឺថាដូចគ្នាមែនទែនតែម្ដងហ្នឹងហើយបើអញ្ចឹងបងប្អូនយើង update ទៅកាន់ macOS ចុងក្រោយបងប្អូនយើងណាបាទអញ្ចឹងគឺ version 15.4.1 បាទក្រោយពេលបងប្អូនយើង update ហើយជាមួយនឹង iPhone របស់យើងនេះបងប្អូនយើង connect Wi-Fi network តែមួយបើក Bluetooth អីផងឲ្យវាតភ្ជាប់គ្នា Apple ID តែមួយហ្នឹងទៅអញ្ចឹងវាមានកម្មវិធីមួយនៅក្នុង Mac របស់យើងនេះវាមានឈ្មោះថា iPhone Mirror អញ្ចឹងឥឡូវខ្ញុំចង់ធ្វើការ connect iPhone របស់យើងនេះជាមួយនឹង Mac ដោយយើងមិនចាំបាច់ប្រើប្រាស់ចុច iPhone នឹងទេតុកវា delete នៅលើតុកទៅអញ្ចឹងយើងចុចនៅលើនឹងមកបាទអញ្ចឹងវាឲ្យយើង scan face fingerprint របស់យើងបាទឬក៏ Touch ID របស់យើងឥឡូវវាកំពុងតែធ្វើការ connect ទៅកាន់ទូរស័ព្ទដៃរបស់យើងហើយបាទអញ្ចឹងវាឲ្យយើងចាក់សោទៀតណាវាឲ្យយើងចាក់សោទៀតអ្វីដែលខ្ញុំឃើញថាវាមិនសូវល្អបន្តិចហ្នឹងគឺថាយើងប្រើទាំងពីរអត់បានទេបើថាយើងប្រើនៅ Mac ខាងនេះទៅចាក់សោអញ្ចឹងបងប្អូនយើងកន្លែងនេះបងប្អូនយើងប្រើ iPhone នៅលើ Mac របស់យើងបានមួយ complete បងប្អូនណាអាចចុច call បានអាចចុចនេះបានបាទអ្វីពិសេសហ្នឹងគឺបងប្អូនយើងអាច drag and drop file បានមិនថាវីដេអូមិនថាអីទេគ្រាន់តែបងប្អូនយើងទាញមកវីដេអូយើងមកបដ ாய் ណា file យើងទាញមកមកបដ ாய் អញ្ចឹងទៅវាគឺពិតជាអេមែនតែនតែម្ដងនេះសម្រាប់បងប្អូនយើងមាន iPhone មាន MacBook អីចឹងទៅអ្វីមួយដែលពិសេសសម្រាប់ខ្ញុំបងប្អូនយើងបាទអញ្ចឹងបងប្អូនយើងខ្វាយអានឹងចេញសិនមកអញ្ចឹងបើសិនជាបងប្អូនយើងធ្វើការ FaceTime ក្តីណាកម្មវិធីអីផ្សេងក្តីបាទអញ្ចឹងឥឡូវខ្ញុំសូមចូលទៅកន្លែងនេះ Quick Time ហ្នឹងបងប្អូនយើងបាទហើយយើងចូលមើលកន្លែង file ហើយយើង record new movie មកបាទអញ្ចឹងឥឡូវ iPhone នៅគៀកយើងនេះបាទបងប្អូនឃើញណាវា connect ចូលទៅកាមេរ៉ា iPhone យើងភ្លាមទៅតែម្ដងហើយវារក្សាគុណភាពច្បាស់ល្អបងប្អូនណានេះ Hello ថតរូបភាពថតវីដេអូនិយាយទៅមកជ្រួញឃើញជ្រួញបងប្អូនហើយណាមិនធម្មតាទេនេះបាទនិយាយទៅគឺពិតជាល្អមែនទែនតែម្ដងហើយវាដើរល្អហើយអត់សូវ delay បងប្អូនយើងឃើញមាត់ខ្ញុំនិយាយភ្លាម1 2 3អត់ delay សោះហ្មងឃើញទេ1 2 3អត់ delay ទេ real time តែម្ដងបងប្អូនណាហើយបើសិនជាបងប្អូនយើងធ្វើការ live stream live អីអញ្ចឹងណាឧទាហរណ៍ទៅចុះបាទអញ្ចឹងគឺវាពិតជាអេមែនតែនតែម្ដងបងប្អូនយើងដែលយើងអាចប្រើប្រាស់កាមេរ៉ា direct ពីនេះណាគេ call ខ្ញុំអញ្ចេះអូខេមានគេទីមកបងប្អូនយើងអញ្ចឹងកន្លែងហ្នឹងគឺបើសិនជាបងប្អូនយើងធ្វើការ live stream ក្តីថតតាម nail ក្តីលាក់ជាដើមអញ្ចឹងគឺយើងអាចប្រើប្រាស់គេហៅថា iPhone របស់យើងហ្នឹងដើម្បីធ្វើការប្រើប្រាស់ជា main កាមេរ៉ារបស់យើងហើយសម្រាប់ iPad បងប្អូនយើងក៏អាច connect បានដូចគ្នាយើងអាចប្រើប្រាស់វាជា external display ទៅណាឧទាហរណ៍យើងថា display យើងវាតូចទៅចុះអញ្ចឹងយើងត្រូវការ connect ទៅកាន់ iPad អញ្ចឹងបងប្អូនយើងចូលទៅកន្លែងគេហៅថា setting MacBook យើងមកហើយយើងទៅមើលកន្លែង display បន្ទាប់មកទៀតហ្នឹងបងប្អូនចុចសញ្ញាបូកហ្នឹងមកបងប្អូនយើងបាទចុចសញ្ញាបូកហ្នឹងមកបងប្អូនឃើញមានរបស់ណាដែលវា connect តាមរយៈ Bluetooth ឬក៏គេហៅថាឬក៏ network ជុំវិញផ្ទះយើងអញ្ចឹងណាបាទអញ្ចឹងខ្ញុំមាន Samsung 55 inch មួយហើយក៏ដូចជា iPad យ៉ាងមួយផងដែរនេះ iPad នេះបងប្អូនយើងបាទអញ្ចឹងខ្ញុំអាច connect វាចូល iPad យើងមកហើយនេះឥឡូវយើងតបជាប់មួយ iPad យើងdirect មកតែម្ដងបងប្អូនឃើញណាបាទអញ្ចឹងយើងអាចប្រើការបានទេពេលនេះយើង touch screen លេងបានណាបងប្អូនយើងប៉ុន្តែយើងអាចប្រើប្រាស់វាជា external display បានឧទាហរណ៍ខ្ញុំបើកកម្មវិធីកាត់តវីដេអូខ្ញុំមកបាទយើងអាចប្រើ mirror អេក្រង់ទៅក៏បានដែរបាទអញ្ចឹងឥឡូវខ្ញុំទាញវាទៅកាន់ external display ខ្ញុំមកទៅកាន់ iPad ខ្ញុំមកនេះបងប្អូនឃើញណាបាទអញ្ចឹងឥឡូវយើងធ្វើការលើ iPad ម្ដងអញ្ចឹងវានឹងធ្វើអាហ្នឹងទៅជាគេហៅថា external display របស់យើងណាបងប្អូនយើងគឺពិតជា cool មែនទែនតែម្ដងនេះបងប្អូនយើងណាបាទអញ្ចឹងបងប្អូនយើងអាចឆ្នៃវាទៅតាមហ្នឹងទៅបាទអញ្ចឹងវាពិតជាអេមបងប្អូនយើងបាទអញ្ចឹងយើងអាច connect អញ្ចឹងបានទេហើយសម្រាប់បងប្អូនយើងដែលមានប្រើវាឲ្យអស់សមត្ថភាពវាទៅណាល្អមិនល្អអាហ្នឹងខ្ញុំក៏មិនដឹងដែរឥឡូវខ្ញុំសុំ stop mirroring សិនហើយ disconnect បាទចប់តែម្ដងណា
បាទអរគុណណាស់នេះគឺជាអ្វីដែលខ្ញុំចង់ចែកចម្លែកជូនបងប្អូននៅក្នុងវីដេអូនេះសង្ឃឹមបងប្អូនចូលចិត្តជួបគ្នានៅឱកាសក្រោយបើសិនជាបងប្អូនយើងមានតម្រូវការ iPhone iPad ឬក៏ទូរស័ព្ទដៃ Android ផ្សេងបងប្អូនយើងអាចមកមើលបាននៅហាងលក់ទូរស័ព្ទដៃគ្នាយើងហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ឬក៏ KY Store មានសេវាកម្មល្អមែនទែនតែម្ដងបងរំលោះវាយដូរទាំងមួយទឹកទាំងថ្មីហើយអីវ៉ាន់ក៏មានធានាល្អត្រឹមត្រូវចេញពីហាងផងដែរសម្រាប់បងប្អូនយើងមានតម្រូវការអាចតាក់ទងបានជាមួយនឹងហាងលក់ទូរស័ព្ទដៃគ្នាយើង VIP លីងតាក់ទងនៅក្នុង description ខាងក្រោម